សំណួរចាក់ដោតរបស់ប្រិមិត្តខេមខាម្នាក់គាត់សួរថាឡាននៅស្រុកអាមេរិកឡានមកទឹកអត់សូវថ្លៃទេចុះហេតុអីបានជាទៅដល់ប្រទេសយើងមានតម្លៃគុណនឹង2ពេលខ្លះគុណនឹង3តើមកពីកត្តាអីគេខ្លះអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបកស្រាយជូនបងប្អូនទាំងអស់គ្នាថាតើហេតុអីបានជាឡានមកទឹកដែលយកទៅប្រទេសកម្ពុជាយើងមិនថានាំចូលពីប្រទេសអារ៉ាប់ឬក៏ប្រទេសកូរ៉េឬក៏ប្រទេសផ្សេងៗទេហេតុអីបានជាវាមានតម្លៃថ្លៃអញ្ចឹងកត្តាដែលធ្វើឲ្យរថយន្តទាំងអស់នឹងមានតម្លៃថ្លៃគឺវាមានចំណុចធំទី1គឺកត្តាពន្ធហើយខ្ញុំនឹង detail ពីពន្ធនឹងថាយ៉ាងម៉េចហើយទី2គឺពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនដូចជាស្ដែងអញ្ចឹងបងប្អូនអរគ្នារថយន្តដែលនៅពីក្រោយខ្ញុំនេះគឺវាមានដូចជាឧទាហរណ៍មួយថា Toyota Prius ចោះបាទ Toyota Prius បើសិនជាយើងទិញនៅស្រុកអាមេរិកវាអាចថាមួយ1800 2000 3000ឡានស្អាតអញ្ចឹងណាតាមទំហំឬក៏ model របស់ឡានហើយនៅពេលដែលយើងទិញហើយយើងត្រូវដឹកជញ្ជូនពីរដ្ឋមួយទៅរដ្ឋមួយដែលជាតំបន់ងាយស្រួលនៅក្នុងការដឹកជញ្ជូនដូចភាគច្រើនឡានដែលទៅស្រុកខ្មែរយើងគឺគេដឹកនៅផែ California ឬក៏ផែមួយចំនួនទៀតគឺអាចថាផែនៅ Florida ពីព្រោះអីឡានដែលនាំចូលទៅប្រទេសកម្ពុជាយើងគឺគេអត់សូវយកពីរដ្ឋ New York ទេបងប្អូនអរគ្នាដូចរដ្ឋដែលខ្ញុំកំពុងនៅនេះគឺរដ្ឋ New Yorkបើនិយាយពីឡានវិញខាងក្រោមគឺច្រេះអស់ហើយគឺមិនបាច់ប្រើទេបាទរត់តកកហ្នឹងគឺអាលីអាលុតហើយបងប្អូនអរគ្នាហើយទី2គឺចំណាយនៅក្នុងការដឹកជញ្ជូនពីរដ្ឋមួយទៅរដ្ឋមួយអស់ច្រើនណាបងប្អូនអរគ្នាពេលខ្លះអស់រហូតដល់600 800 1500តាមចិត្តតាមឆ្ងាយហើយតាមទំហំទៀតហើយតាមការដឹកជញ្ជូនបើសិនជាយើងដឹកប៉ះឡានណាដែលដឹកគេច្រើនតម្លៃក៏វារៀងថយអញ្ចឹងវាលក្ខណៈថាយូរថ្ងៃបានទៅដល់ហើយបូកជាមួយនឹងការដឹកជញ្ជូនពីអាមេរិកទៅខ្មែរអញ្ចឹងពីអាមេរិកទៅខ្មែរយើងអាច average បានថាទូខ្លះយើងញាត់រហូតដល់6ឡានទូខ្លះយើងញាត់តែ4ឡានទូខ្លះយើងញាត់តែ2ឡានអញ្ចឹងតម្លៃទូគឺវាកើនឡើងហើយនឹងថយចុះតាមនឹងទៀតអញ្ចឹងបងប្អូនអរគ្នាកត្តាមួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងកត្តាបង់ពន្ធនាំចូលដោយបងប្អូនអរគ្នាដឹងហើយថាពន្ធនាំចូលនៅក្នុងប្រទេសយើងគឺគិតតាមទំហំស៊ីឡាំងរបស់ម៉ាស៊ីនបាទអញ្ចឹងទំហំស៊ីឡាំងហ្នឹងគឺជាអ្វីទៅមានន័យថានៅក្នុងម៉ាស៊ីនរបស់រថយន្តរបស់យើងហ្នឹងគឺវាមានកម្លាំងថកកម្លាំងសេះហើយនឹងទំហំស៊ីឡាំងអញ្ចឹងទំហំស៊ីឡាំងហ្នឹងគឺឧទាហរណ៍ថារថយន្តដែលមានពីស្តុង4អញ្ចឹងមានពីស្តុងទាំង4ហ្នឹងបូកបញ្ចូលគ្នា 2.0 លីត្រ 3.0 លីត្រអញ្ចឹងគេគិតពន្ធលើចំណុចហ្នឹងហើយទៅតាមប្រភេទឡាន pick up គេគិតពន្ធបែប pick up ឡានទេសចរគេគិតពន្ធបែបទេសចរឡានអីផ្សេងៗអញ្ចឹងទៅគេគិតពន្ធមាន rate មាន list down របស់គេអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាតើពន្ធទាំងអស់ហ្នឹងហេតុអីបានយើងត្រូវបង់បាទជាកាតព្វកិច្ចតែម្ដងបងប្អូនអរគ្នាមិនថានៅស្រុកអាមេរិកទេមិនថានៅស្រុកណាទេគឺគេមានការបង់ពន្ធពីប្រជាពលរដ្ឋទៅដើម្បីរដ្ឋយកលុយទៅធ្វើសាលារៀនរដ្ឋយកលុយទៅធ្វើផ្លូវថ្នល់រដ្ឋយកលុយទៅធ្វើស្ពានហើយស្ពានមួយមិនអស់លុយតិចទេណាបងប្អូនអរគ្នាស្ពានខ្លះអស់100លាន150លានអញ្ចឹងជាទូទៅគឺខ្ញុំគិតថាវាតម្រូវការទូទៅហើយបើនៅអាមេរិកនេះបើនិយាយពីការបង់ពន្ធលើចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗវិញបើបងប្អូនទាំងអស់គ្នាលឺស្រែកចាច់ហ្មងបាទប៉ុន្តែនៅយើងនោះរៀងធូរថយណាបងប្អូននេះពន្ធអត់សូវច្រើនដូចយើងដូចនៅអ្នកនៅអាមេរិកទេបងប្អូនអរគ្នាអញ្ចឹងបានថាបងប្អូនអរគ្នាតម្លៃឡានគឺវាកើនឡើងទៅតាមការដឹកជញ្ជូននឹង3 4តង់បងប្អូនអរគ្នាក៏លឺមកការដឹកជញ្ជូនហើយមួយទៀតការបង់ពន្ធហើយបូកជាមួយនឹងការថែទាំព្រោះឡានទាំងអស់ហ្នឹងមិនមែនទៅដល់ស្រុកយើងមិនស្អាតណាត្រូវការប៉ូលាត្រូវការទិញគ្រឿងបន្ថែមត្រូវការតុបតែងតិចតួចទៀតអស់យ៉ាងទៀតបំផុតក៏1000ទៅ2000ដែរហើយបើការ៉ាស់ណាដែលគាត់រៀងដៃធំដែរបងប្អូនអរគ្នាគឺគាត់រៀងតលាយដៃដែរគាត់ដាក់រៀងដូរប្រេងសិនផងដូរប្រេងប្រអប់លេខដូរប្រេងហ្វ្រាំងដូរឲ្យមកកាផ្លេតែម្ដងដល់ពេលអញ្ចឹងបានជាចំណុចមួយដែលរថយន្តព្រុសទិញនៅនេះអាចថា2500ទៅដល់ខ្មែរយើងវាឡើងដល់11000អីហ្នឹងគឺគាត់ចំណេញតិចណាស់បងប្អូនអរគ្នាការ៉ាស់បើសិនជាបងប្អូនអរគ្នាដឹងពីសុខទុក្ខរបស់ការ៉ាស់ឡានតម្លៃប៉ុណ្ណឹងគឺគាត់ចំណេញតិចមែនទែនបាទហើយខ្ញុំនៅនេះផ្ទាល់ដោយបងប្អូនអរគ្នាដឹងហើយថាយើងរកទិញអាប្រភេទហ្នឹងពិបាកមិនស្រួលទេបងប្អូនអរគ្នានេះដូចជាស្ដាយនេះខ្លះឃ្លោកមកបងប្អូនអរគ្នាហើយនេះមិនគេយកការ៉ាស់ឡានដាច់ខាតអត់យកប៉ះចំអញ្ចេះទៅគឺអាលីឲ្យលុតហ្មងបងប្អូនអរគ្នានេះមើលច្រេះអស់លីងហ្មងបងប្អូនអរគ្នាឃើញទេអានេះយើងមើលពីចំហៀងប៉ុណ្ណឹងឯណាមើលក្នុងគឺចប់ហ្មងបាទហើយឡានប៉ុណ្ណឹងអញ្ចឹងបានថាបងប្អូនអរគ្នាសួរខ្ញុំថាហេតុអីបានជា
ឡាននៅស្រុកអាមេរិកតម្លៃតែប៉ុណ្្នេះឯងហេតុអីបានទៅដល់ប្រទេសយើងតម្លៃប៉ុណ្ណឹងចុះខ្ញុំគិតថាខ្ញុំជូនចម្លើយប៉ុណ្ណឹងបងប្អូនអរគ្នាប្រកាសជាទទួលយកបានហើយបាទអញ្ចឹងជាក់ស្ដែងគឺវាអញ្ចឹងបងប្អូនអរគ្នាគឺបូករួមជាមួយនឹងការចំណាយផ្សេងៗទៀតហើយបងប្អូនអរគ្នាសម្រាប់បងប្អូនអរគ្នាដែលកំពុងតែប្រើប្រាស់រថយន្តចង់បានសម្បកកង់ឡានដែលមានតម្លៃធូរហើយគុណភាពទទួលយកបានហើយទំនុកចិត្តតែម្ដងគឺខ្ញុំ recommend ឲ្យបងប្អូនអរគ្នាកុំភ្លេចសួររកជាមួយនឹងសម្បកកង់ Mark Lander សម្បកកង់ Mark Lander ហ្នឹងគឺ standard ខ្ពស់ហើយបងប្អូនអរគ្នានាំចូលមកអាមេរិកបានហើយក៏ជាផលិតផលរបស់ប្រទេសថៃសម្រាប់នាំមកអាមេរិកហើយក៏សម្រាប់ទុកប្រើខ្លួនឯងនៅក្នុងប្រទេសថៃហើយក៏មានចែកចាយនៅគ្រប់ depot ចែកចាយទូទាំងប្រទេសកម្ពុជាមិនថាប៉ោយប៉ែតស៊ីមរៀបនិយាយទៅគឺនៅក្នុងប្រទេសកម្ពុជាយើងគឺអាចរកបានបងប្អូនអរគ្នាអាចមើល page Camcar បានហើយសម្រាប់ខ្ញុំធ្វើតេស្តផ្ទាល់ហើយគឺសម្បកកង់ហ្នឹងតម្លៃវិញគឺធូរថ្លៃមែនទែនបើធៀបជាមួយនឹងម៉ាកដែលសម្បកកង់កាឡាដូចគ្នារបស់អឺរ៉ុបគេ300ជាងយើងតែ100ជាងឯងបងប្អូនអរគ្នា100ស្ដើងទៀតអញ្ចឹងមានអីដែលត្រូវបងប្អូនបារម្ភអញ្ចឹងក្នុងស្ថានភាពហ្នឹងសម្បកកង់ Mark Lander the best ហើយមួយទៀតសម្រាប់បងប្អូនអរគ្នាដែលប្រើប្រាស់រថយន្តត្រូវការដូរជាមួយនឹងប្រេងម៉ាស៊ីនកុំភ្លេចជ្រើសរើសជាមួយនឹងប្រេងម៉ាស៊ីន Nomad ហើយសម្រាប់បងប្អូនអរគ្នាដែលជា depot ចែកចាយដែលចង់បានប្រេងម៉ាស៊ីន Nomad យកទៅលក់អាចតាក់ទងមកកាន់ page Nomad Cambodia បានឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅក្នុង comment ខាងក្រោមនេះបានបាទអញ្ចឹងសម្រាប់វីដេអូខ្ញុំពីសហរដ្ឋអាមេរិកនេះគឺមានអីតែចង់ចែកម្លែកបងប្អូនអរគ្នាទេគឺចង់ recommend ឲ្យបងប្អូនអរគ្នាប្រើរបស់ល្អហើយតម្លៃធូរថ្លៃបាទអញ្ចឹងពីខ្ញុំទៅអរគុណជំរាបលាបងប្អូនអរគ្នាបាទ